របៀបដាក់ font ភាសាចិននៅលើ keyboard សម្រាប់ជួយពង្រឹងការសរសេរអ្នកដែលទៅរៀនភាសាចិនត្បូងចាអញ្ចឹងត្បូងទាំងអស់គ្នាចូល setting កន្លែងនេះមកហើយអូសមកក្រោមរកមើលពាក្យថា general យើងចុចលើនឹងមកកងចាក់ហ្នឹងឬកងចាក់តោះមកអ្នកទាំងអស់គ្នាអូសចុះមកក្រោមហើយរកពាក្យថា keyboard នេះ keyboard យើងចុចលើនឹងមកហើយបងប្អូនឃើញកន្លែង keyboard នេះដោយសារចុចលើនឹងមកគឺខ្ញុំមានតែ font អង់គ្លេសខ្មែរហើយនិង emoji ទេអញ្ចឹងឥឡូវខ្ញុំចង់ add font ភាសាចិនមួយទៀតចុចកន្លែង add new keyboard អញ្ចឹងយើងចុចលើនឹងមកហើយយើងកុំឲ្យពិបាកអូសយូរអ្នកនរគ្នាកន្លែង search នេះវាយពាក្យ Chinese មក C H ចឹងវាលោតឲ្យយើងអញ្ចឹង Chinese ហ្នឹងអ្នកនរគ្នាយក Chinese simplify អាហ្នឹងយើងចុចលើហ្នឹងមកហើយយើងយកបន្តទៀតយើងចុច ping in QWERTY ចុចអាខាងលើហ្នឹងអ្នកនរគ្នាចុចដានមក